អូខេសួស្តីអ្នកនរគ្នានេះគឺជាមេរៀនបន្ទាប់តាក់ទងជាមួយនឹង order block អញ្ចឹង order block នេះយើងហៅវាបានជា3ប្រភេទតាក់ទងមួយ order block ខ្លះគាត់ហៅ order block អ្នកខ្លះហៅ support អ្នកខ្លះហៅ demand អញ្ចឹង3ហ្នឹងវាដូចតែគ្នាទេក្នុងការប្រើវាដូចគ្នាទេតែយើងចង់ហៅមួយណាក៏ហៅទៅតែនេះគឺខ្ញុំលើកតាក់ទងមួយឈ្មោះ order block មកបង្ហាញអញ្ចឹងអានេះគឺជា bullish order block អញ្ចឹងនៅពេលណាបានយើងដឹងថាទីផ្សារយើងគួរប្រើ bullish order block អញ្ចឹងហើយនេះខ្ញុំឧទាហរណ៍នេះគឺជាផ្សារ down trend នៅពេលដែលផ្សារចុះមកវាបង្កើតជា low បន្តមក high low បន្តមកបង្កើតជា low low អញ្ចឹងទីផ្សារនៅពេលដែលវាបង្កើត core high នេះកើតជា core high ហើយវា change direction ទៅជា bullish វិញអញ្ចឹងហើយនៅពេលដែលវា change វានឹង break high នេះ break high អញ្ចឹងអាពាក្យដែលខ្ញុំដាក់ CSD នេះបានន័យថា change instead of delivery បានន័យថា change ពី bearish ទៅជា bullish វិញអញ្ចឹងនៅពេលដែលវា change ទៅជា bullish ទីផ្សារវានឹង retracement មកយកអីគេមកយក order block បើយើងវាស់premium discount មកវាដល់ 50% នៃតម្លៃហ្នឹងមកអញ្ចឹងនៅពេលដែលវាដល់ 50% អ្នកគ្នាអាចទិញនៅតំបន់ order block នេះបានតំបន់ហ្នឹងយើងអាចដាក់ buy នៅម្ដុំហ្នឹងឬក៏យើងអាចដាក់ SL នៅក្រោមហ្នឹងក្រោម order block ហ្នឹងអញ្ចឹងយើងអាចយក 2R អីចឹងទៅទាក់ទងមួយការទិញហើយឥឡូវខ្ញុំឧទាហរណ៍មើលខាងស្ដាំដៃនេះទាក់ទងមួយខាងស្ដាំដៃនេះផ្សារនៅពេលដែលវាចុះនេះអានេះមិនបង្កើតជាអីគេជា low អានេះជា high ហើយបន្ទាប់មកវាបង្កើតវា break low អញ្ចឹងបាននេះវាបង្កើតជា low below អញ្ចឹងចំណុចនេះចំណុចតូចនៅពេលដែលចំណុចតូចនេះនៅក្នុង swing នេះបានន័យថាជា fractal អញ្ចឹងអាហ្នឹងគឺគេហៅ equal high អញ្ចឹងនៅពេលដែលផ្សារចុះមកវាតែងតែមាន fractal ក្នុងហ្នឹងឯងអញ្ចឹងនៅពេលដែលផ្សារវាទៅប៉ះតំបន់ order block bearish វាចុះតែវាចុះហ្នឹងវាអត់ break low ទេអញ្ចឹងហើយមេរៀនមុនគឺខ្ញុំបានបង្ហាញតាក់ទងមួយ structure នៅពេលដែលវាអត់ break low below នេះវាមានរឿងអីកើតឡើងអញ្ចឹងអ្នកនរគ្នាអាចទៅមើលមេរៀនចាស់បានអញ្ចឹងនៅពេលដែលវាអត់ break low below វាទៅ change instead of delivery បានន័យ change ពី bearish ទៅជា bullish វិញគ្នាយើងអាចគិតគូរមើលតំបន់ order block នេះតំបន់នេះគឺជាតំបន់ strong មូលហេតុអីគឺវាអត់បានមក break low below នេះទេគឺវាអត់ break ទេអញ្ចឹងបានន័យថាវាបង្កើតជា high low វិញតមកវា change direction អញ្ចឹងនៅពេលដែលវា change យើងអាចទិញនៅតំបន់ order block នេះមួយទៀតគឺវាដល់អីគេតម្លៃdiscount យើងវាស់ទៅនេះវាដល់ 50% នៃតម្លៃ discount អញ្ចឹងគ្នាយើងអាចទិញបានតំបន់ហ្នឹងអញ្ចឹងយើងដាក់ order មកដុំហ្នឹង SL ក៏មានអញ្ចឹងអានេះគឺជារបៀប trade bullish order block អញ្ចឹងខ្ញុំនឹងឧទាហរណ៍ bearish order block មួយទៀតតោះឥឡូវយើងមកមើលទីផ្សារ bearish ម្ដងអញ្ចឹងទីផ្សារ bearish វាតែងតែបង្កើតជា scenario bullish សិននៅពេលដែល bullish ហើយបន្ទាប់មកវាមានអីគេមាន CSD មាន CSD ហើយបន្ទាប់មកអីគេវានឹង retracement ទៅចាក់អីគេទៅយក order block ហ្នឹងបានន័យថា supply របស់យើងហ្នឹងនៅពេលដែលវាទៅយកហើយវានឹង drop ចុះមកទៀតវានឹង continue trend sweep low មកយក low រហូតអញ្ចឹងអ្នកនរគ្នាមកមើលខាងស្ដាំដៃម្ដងអញ្ចឹងអានេះគឺជាទីផ្សារ bullish អញ្ចឹងអានេះ swing bullish អញ្ចឹងនៅពេលដែលវាចុះហើយបន្ទាប់មកវាឡើងបានន័យថាវាអត់ break high នេះទេវាអត់ break high វាធ្វើជាអីគេជា high ជា lower high អញ្ចឹងនៅពេលដែលវាធ្វើជា lower high ហើយវាចុះមក break low បានន័យថាវាមាន CSD អញ្ចឹងយើងរកឱកាសលក់គឺចំណុចនេះគឺយើងអត់ទិញទេគឺយើងរកកន្លែងលក់អញ្ចឹងលក់នៅណាតំបន់ order block របស់យើងហ្នឹងអញ្ចឹងនៅពេលដែលសារ retracement ទៅចាក់ដល់ order block អ្នកនរគ្នាអាចលក់បានលក់ចំណុចហ្នឹងហើយដាក់ SN នៅលើហ្នឹងនៅលើ swing high ហ្នឹងអញ្ចឹងទីផ្សារវានឹង drop ចុះមកalignment ជាមួយនឹងtrend អញ្ចឹងនេះគឺជាទីផ្សារ bearish អញ្ចឹងវីដេអូតាក់ទងជាមួយនឹង order block យើងមានប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបន្តទៀត